ទស្សភាពស្រុកចំការបងប្អូននៅខាងស្រុកកំរៀងឃុំកំរៀងអានេះភ្នំជ្រាំងបងប្អូនភ្នំជ្រាំងនេះជាការពោតបងប្អូនជាកសិករយើងគឺអត់ត្រូវទឹកភ្លៀងទេបងប្អូនមើលពោតក្រិនហ្នឹងឯងបងប្អូនអត់មានស្ទុះងើបរួចទេchứអត់មានត្រូវទឹកភ្លៀងមើលពោតទូចពោតទូចហើយទៀបហ្នឹងមែនដល់ហើយរាប់សិបហត្តាបងប្អូនមើលរាប់សិបហត្តាខាងនោះគឺដើមស្វាយចកាស្វាយប៉ុន្តែខែនេះអស់ផ្លែដែរនៅសល់ផ្លែមួយមើលឃើញពីចងាយដែរបងប្អូនទៅខាងនោះចកាតឡូងហើយឃើញរឿងល្ងិតរឿងមជួហ្នឹងអាហ្នឹងគឺចកាកស៊ូណាបងប្អូនចកាកស៊ូហើយនោះមើលឃើញខ្ញុំចាំស៊ូមឲ្យបងប្អូនមើលតិចស៊ូមមកចិត្តបន្តិចឲ្យគៀកបន្តិចមើលឃើញដបូលរៀងឃើញដើមតិចដែរហ្នឹងនៅបងប្អូនឃើញទេបាទនោះគឺព្រះវិហារដបូលព្រះវិហារវត្តកំរៀងណាបងប្អូនព្រះវិហារវត្តកំរៀងសូវមានភ្លៀងទេបងប្អូនអើយមករយៈពេលនេះគឺដោយសារតាអាកាសធាតុប្រែប្រួលខ្លាំងતોអញ្ចឹងទៅក៏ភ្លៀងមកអត់ទៀងទាត់ខ្លះភ្លៀងមកតិចតួចមិនសូវជាច្រើនទេបងប្អូនមើលពោតនៅក្រិននៅហ្នឹងហើយមើលមកផ្លែទូចហើយមិនបានត្រឹមទ្រុងខ្ញុំផងណាបងប្អូនដល់អញ្ចឹងទៅជាកសិករយើងពិបាកដែរមកចកានឹងបានប្រហែលតែយំក៏យំចេញណាបងប្អូនអើយយកអារម្មណ៍អ្នកចកាណាបងប្អូនមើលមកដើមគ្រាន់តែផ្លែ4ផ្លែហើយពោតទៅចេញអញ្ចឹងហើយចប់បាត់ហើយបងប្អូនមានអីទៀតហ្នឹងហើយបងប្អូនមានអីទេមានតែថតទេសភាពនៅស្រុកចំការខាងជេដែនថៃណាបងប្អូនស្រុកកំរៀងខេត្តបាត់ដំបងខាងឡែមយើងណាបងប្អូនប៉ុន្តែខាងខ្ញុំនេះនៅឆ្ងាយពីឡែមទៅចុះវាចម្ងាយប្រហែលជា6-7 គីឡូពីឡែមប៉ុន្តែវានៅគៀកព្រំដែនដែរហើយចំពោះសភាពការនៅខាងនេះវិញខ្ញុំសុំថាมันជានិយាយអីណាស់ណាទេក៏គ្រាន់តែថាវាមានលក្ខណៈស្ងប់ស្ងាត់ល្អដែរបងប្អូនគឺអត់មានហៅថាក្ដុងក្ដាំងឬក៏បាញ់បោះអីទេបាទខាងគេក៏ស្ងាត់ខាងយើងក៏ស្ងាត់ដែរហើយចំណែកខាងទឹកដីថៃឬក៏ទឹកដីសៀមណានោះជ្រុងខាងនោះបងប្អូនភ្នំនោះបាទជួរភ្នំអាហ្នឹងខាងគេហើយបាទហើយព្រំដែនវិញគឺនៅមជួរចិត្តភ្នំហ្នឹងឯងបងប្អូនមជួរចិត្តភ្នំដែលខ្ញុំជួលហ្នឹងបាទមជួរចិត្តហ្នឹងឯងមើលឃើញរៀងព្រិលហ្នឹងចម្ងាយពីហ្នឹងទៅប្រហែលជាង1 គីឡូដែរបងប្អូនឆ្ងាយហ្នឹងបន្ទាត់ព្រំដែនហើយនេះក៏នៅក្នុងចន្លោះបកគោលៈលេខ56 57 58នេះ56 57 58ហ្នឹងហើយបងប្អូននៅខាងស្រុកស្រែចំការនេះគ្មានអីធ្វើទេឥឡូវបច្ចុប្បន្ននេះគឺមានតែការងារបន្តិចបន្តួចបោចស្មៅបាទបាញ់ថ្នាំនិងដាក់ជីដាក់អីចឹងទៅហើយចំណែកថាបើការងារខាងពោតនេះវិញគឺបើសិនជារវល់គឺរវល់បាញ់ថ្នាំបងប្អូនបាទបញ្ចការពោតនេះក៏អត់ទាន់បាញ់ថ្នាំទេតាមមើលទៅស្មៅនៅឡើយហើយម្យ៉ាងម្ចាស់ចកាអូបងប្អូនបើសិនជាបានឃើញពោតនឹងដឹងយ៉ាងណាប៉ុន្តែម្ចាស់ចកាមិនដែលថាមិនអត់មកមើលទេបងប្អូនអើយគាត់មកមើលតែដល់ពេលឃើញពោតអញ្ចឹងគាត់រៀងថា
แต่ตามยถากรรมนะបងព្រោះធ្វើចកាបងប្អូនប្រវាស់មេឃបាទធ្វើដូចយើងធ្វើស្រែប្រវាស់មេឃអញ្ចឹងណាគឺវាអត់ទៀងវាកំណត់ទៅតាមទឹកភ្លៀងដែរបងប្អូនបើភ្លៀងច្រើនជោគជាំទៅអាហ្នឹងយើងបានវាគួសមដែរអញ្ចឹងណាបងប្អូនតែបើសិនជាភ្លៀងមកមិនជោគជាំភ្លៀងមកមិនបានល្អទេបងប្អូនមើលជាក់ស្ដែងស្រាប់ណាបាទអញ្ចឹងឯងបាទมันងាយស្រួលទេអ្នកចំការទោះបីជាអ្នកខ្លះក៏យកលុយអង្គការយកលុយធនាគារដើម្បីយកមកធ្វើដោយរំពឹងថានឹងបានផលទៅនឹងអាចថារួចរាល់រួចដើមរួចអីចឹងឬក៏សល់តិចតួចអីចឹងណាក៏វាគ្រាន់បើមិនខ្លះអត់ទេបងប្អូនឲ្យតែរួចតែខ្លួនទៅវាពេកហើយធ្វើចំការអញ្ចឹងឯងតែបើសិនជាអ្នកធ្វើការងាររដ្ឋឬការងារឯកជនផ្សេងគឺគាត់ថារំពឹងទៅលើប្រាក់ខែតែអ្នកអត់ប្រាក់ខែគឺមិនបាល់ហើយបងប្អូនអើយស្រាប់ហើយនៅតាមព្រំដែននេះអត់មានការងារធ្វើទេព្រោះស្ងាត់អស់ហើយជាក់ស្ដែងដូចជាមាន page ឬក៏មាន channel YouTube បងប្អូនយើងមួយចំនួននេះគាត់បានផុសដែរណាគាត់ថានៅស្រុកកំរៀងបាទផ្សារឡែមច្រកដូងច្រកអន្តរជាតិដូងនោះគឺស្ងាត់មែនបងប្អូនស្ងាត់អត់មានមនុស្សទេអត់មានប្រជាពលករយើងគាត់ចិញ្ចូលដូចមុនទៀតទេស្ងាត់ណាស់អ្នកនៅតាមព្រំដែននេះអ្នកខ្លះគឺគាត់រកស៊ីបានណាបងប្អូនប្រកបការងារបានគាត់រត់ទៅស្រុកពេញឬក៏រត់ទៅទីប្រជុំជនណាមួយទៅធ្វើការហើយធ្វើការអស់ហើយបងប្អូននេះពោតគាត់នៅទៅនេះល្អដែរតើបងប្អូននេះចាស់នេះសុំហែកមើលអូល្មមថាប្រហែលជាមួយខែអីទៀតឬក៏10កន្លះខែទៀតល្មមកាច់ពោតនេះល្មមកាច់នេះពោតនេះលីងឆ្ងាញ់ណាបងប្អូននេះប្រភេទពោតក្រហមលីងឆ្ងាញ់ណាបាទបងប្អូនមានតែប៉ុណ្្នឹងឯងសម្រាប់ចែកចម្លែកជូនបងប្អូនទស្សនានៅស្រុកស្រែចំការប៉ុន្តែនេះអត់មានស្រែទេមានតែចំការបើចង់មានស្រែបាទចង់ឃើញស្រែចង់អីតទៅម្ដុំខាងកុយខាងស្រែម្អមខាងស្រែតាក់ណាអាហ្នឹងបានមានជាប្រភេទស្រែដីស្រែពីព្រោះនៅខាងនោះគេមានប្រព័ន្ធធារាសាស្ត្រណាបងប្អូនអញ្ចឹងគេអាចធ្វើស្រែបានរហូតដល់2ដងក្នុងមួយឆ្នាំហើយចំណែកនៅខាងនេះវិញគឺជាចំការបងប្អូនចំការសុទ្ធសាធត្មងមានកន្លែងខ្លះដែរដែលដាំស្រូវតែវាភាគតូចណាដូចដីចម្រេលទំនាបដែលដក់ទឹកនេះតែជំរាបដក់ទឹកនៅពេលដែលធ្លាក់ភ្លៀងមកចឹងទៅទឹកហូរពីភ្នំមកបងប្អូនទឹកហូរពីភ្នំមកចឹងទៅវាមកដក់នៅតាមហ្នឹងអញ្ចឹងគេអាចធ្វើស្រូវបានហើយធ្វើបានល្អទៀតបងប្អូនក្នុងមួយរៃអីប្រហែលចូលបាទចិត្ត10បាវវាដែរហ្នឹងគួរសមណាស់ហ្នឹងក្នុងមួយរៃបាទ40ម៉ែត្រ4ជ្រុងដាក់ជីដាក់អីខ្លះទៅបានល្អណាចិត្ត10បាវក៏មានដែរបងប្អូនបាទចឹងអនុញ្ញាតសូមគ្រប់លាបងប្អូនតែប៉ុណ្្នឹងចុះខ្ញុំមានការចែករំលែកដល់បងប្អូនតែប៉ុណ្្នឹងអំពីទេសភាពបាទអានេះភ្នំគេហៅភ្នំជ្រាំងណាបងប្អូនភ្នំជ្រាំងហើយភ្នំនេះវា2ក៏ប៉ុន្តែគេហៅឈ្មោះតែមួយឯងហៅឈ្មោះតែមួយឯងបាទហើយបើបងប្អូនចង់ស្គាល់ភ្នំអានឹងចាំខ្ញុំថតឲ្យវគ្គក្រោយទៀតចឹងបងប្អូនហើយខាងនោះភ្នំខាងខ្មែរយើងនេះទឹកដីខ្មែរយើងនេះបាទខាងថៃខាងនេះទឹកដីថៃបងប្អូនរៀងចាំងកាមេរ៉ាតិចមើលទៅចាអធិស្ឋានបងប្អូនប៉ុណ្ណឹងចុះអរគុណច្រើនសូមជួយចុច like និង subscribe channel YouTube របស់ខ្ញុំផងនេះគឺជាវីដេអូដំបូងដៃបំផុតនេះថតអំពីទេសភាពនៅខាងស្រុកចំការនៅស្រុកកំរៀងខេត្តបាត់ដំបងបាទជាដែនកម្ពុជាថៃសភាពការនៅ
ngày ti đọc bay hai cả cái đai năm pi pon một phay một mùi ní cứ nơi ta mà nói prom đen hàng sọc của riêng ní cứ ngọc ngặt lỏ ở miền ai cô ở cọt sầm qua tê bang pon bà cứ ở miền lư sầm lê mình bỏ ai tế đi ngọc ngặt lỏ chẳng ăn nhát xong group chụp điệp lia bang pon tập này chụp nên nơi video cài tiết con tràn xong chụp điệp lia và xong một con